ហើយឥឡូវនេះយើងចូលមកដល់សំណួរផែនដីតែត្រៀមប្រឡងបណ្ដុំនៅថ្ងៃខាងមុខសំណួរនេះគឺទៅទៅនឹងមេរៀនការបំផ្លាញស្រទាប់អូសូនសំណួរការបំផ្លាញស្រទាប់អូសូនថ្ងៃនេះខ្ញុំយកមកតែ5សំណួរទេសំណួរប្រហែលទៀតទុកថ្ងៃបន្តហើយយើងកន្លែងមកមើលសំណួរទាំងអស់គ្នាសំណួរទី1គេសួរថាតើស្រទាប់អូសូនជាអ្វីសំណួរទី2គេសួរថាតើឧស្ម័នអូសូនស្ថិតនៅក្នុងមណ្ឌលណាខ្លះនៃបរិយាកាសសំណួរទី3គេសួរថាតើស្រទាប់អូសូនមានតួនាទីដូចម្តេចក្នុងបរិយាកាសផែនដីហើយសំណួរទី4គេសួរថាតើអូសូនជាឧស្ម័នពុលដែរឬទេអូសូនកើតមកពីណាសំណួរទី5ចុងក្រោយនោះគេសួរថាតើអូសូនត្រូវបានគេប្រើប្រាស់សម្រាប់ធ្វើអ្វីខ្លះសំណួរទាំងអស់នេះបើសិនជាយើងចាំយើងទិញឲ្យយល់ក៏ល្អចាំក៏ល្អចម្លើយទី1គេឆ្លើយថាអូសូនគឺជាស្រទាប់ឧស្ម័នពណ៌ខៀវខ្ចីដែលមានម៉ូលេគុលផ្សំពីអាតូមអុកស៊ីសែន3ហើយមានរូបមន្តគីមីអុកស៊ីសែន3ចម្លើយទី2គេឆ្លើយថាឧស្ម័នអូសូនមាននៅក្នុងមណ្ឌលអាកាសស្ងប់ 90%នឹងស្ថិតនៅក្នុងមណ្ឌលអាកាសចរ 10% មានន័យថាឧស្ម័នអូសូនហ្នឹងវាស្ថិតនៅក្នុងមណ្ឌលអាកាសហ្នឹងដល់ទៅ 90% ហើយស្ថិតនៅក្នុងមណ្ឌលអាកាសស្ងប់វាតិចជាងអាកាសស្ងប់អាកាសចរវាទៅ10វាអាកាសស្ងប់វា90ហើយសំណួរចម្លើយទី3ឆ្លើយថាស្រទាប់អូសូនមានតួនាទីជាខែលក្នុងបរិយាកាសផែនដីពលគឺជារបាំងទប់ស្កាត់រស្មីស្វ័យអ៊ុលត្រារបស់ព្រះអាទិត្យបានចំនួន 20% ចម្លើយទី4គេឆ្លើយថាអូសូនជាឧស្ម័នពុលខ្លាំងមានសកម្មភាពគីមីខ្ពស់នៅក្នុងបរិយាកាសផែនដីអូសូនក៏កើតឡើងពីការផ្សំគ្នារវាងអាតូមអុកស៊ីសែនជាមួយនឹងម៉ូលេគុលអុកស៊ីសែនក្រោមអំពើនៃកាំរស្មីស្វ័យអ៊ុលត្រារបស់ព្រះអាទិត្យអូសូនត្រូវបានគេប្រើប្រាស់សម្រាប់បន្សុទ្ធទឹករងាប់មីក្រូនៅក្នុងខ្យល់នឹងធ្វើឲ្យចំណីអាហារខ្លះមានពណ៌សនៅក្នុងបរិយាកាសអូសូនឧស្ម័នអូសូនជារបាំងពន្លឺព្រះអាទិត្យបើគេប្រើអូសូនសម្រាប់មេរោគនៅក្នុងទឹកឬសម្រាប់ត្រួតពិនិត្យក្លិននិងរសជាតិរបស់ទឹកគេឲ្យឈ្មោះថាអូសូនកម្មសំណួរទី5ចុងក្រោយគេឆ្លើយថាកាំរស្មីស្វ័យអ៊ុលត្រារបស់ព្រះអាទិត្យចាំងមកលើផែនដីត្រូវបែងចែកដូចជាបែងចែកវាមាន4ទី1ស្រទាប់អូសូននឹងស្រូបយកចំនួន 20% បាច់សាច់និងជះត្រឡប់ដោយពពក 25% ហើយទី4នោះគឺជះត្រឡប់ពីផ្ទៃផែនដីឡើងទៅលើវិញ 5% ផ្ទៃផែនដីស្រូបយកអស់ចំនួន 50% សំណួរផែនដីនេះគឺជាខ្ញុំបានដកស្រង់ចេញពីសៀវភៅកំណែយកមកចែកជូនដល់សិស្សានុសិស្សដែលជាបេក្ខជនត្រៀមប្រឡងឆ្នាំនេះអញ្ចឹងបើយើងកាន់តែគេអាចយើងអាចយកពេលរៀនសូត្របានច្រើននិងស្វែងសិក្សាឲ្យបានកាន់តែច្រើន